ការមើលថែឆ្មាក្រោយពេលសម្រាលសួស្តីថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីការមើលថែមេឆ្មាក្រោយពេលសម្រាលហើយនិងការមើលថែកូនឆ្មាដែលទំកើតពិតណាស់មេឆ្មាក្រោយពីសម្រាលកូនរួចឬមួយក៏កើតកូនរួចច្បាស់ជាមានអាការៈហត់នឿយនិងអស់កម្លាំងជាខ្លាំងអញ្ចឹងហើយបន្ទាប់ពីការសម្រាលរយៈពេល2ទៅ3ម៉ោងយើងគួរតែយកអាហារប្រភេទតុនឬមួយក៏ទៅដល់គោឲ្យគាត់ហើយទឹកផឹកគឺជាអ្វីដែលចាំបាច់សម្រាប់មេឆ្មាតាំងពីមុនសម្រាលរហូតដល់ក្រោយពេលសម្រាលយើងត្រូវតែដាក់គៀនខ្លួនគាត់ជានិច្ចហើយនៅក្រោយពេលដែលសម្រាលចាប់ពី24ម៉ោងទៅ48ម៉ោងពេលហ្នឹងគឺយើងចាប់ផ្ដើមអាចដាក់ចំណីគ្រាប់ចំណីរឹងឲ្យគាត់បានហើយនៅក្នុងរយៈពេល24ម៉ោងនេះយើងគួរតែនាំកូនឆ្មាឲ្យបើទៅដោះគោដំបងដែលចេញពីមេឆ្មាព្រោះកូនឆ្មាក៏ដូចជាមនុស្សដែរទៅដោះគោដំបងគឺសំខាន់បំផុតព្រោះវាជួយទៅចិញ្ចឹមសារពាង្គកាយរបស់កូនឆ្មាក៏ដូចជាធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំនិងមានវីតាមីនជាច្រើនល្អៗនៅក្នុងនោះដែរយើងគួរតែឲ្យកូនឆ្មាបានញ៉ាំទៅដោះគោដែលចេញពីមេឆ្មាចន្លោះរយៈពេលពី4ទៅ6សប្តាហ៍ក្នុងរយៈពេលនេះយើងមិនទៅញញៃអីទេយើងមិនឲ្យមេឆ្មាហ្នឹងគាត់ចិញ្ចឹមកូនគាត់ដោយខ្លួនឯងព្រោះកំឡុងពេលនេះគឺមេឆ្មាគាត់ហួងហែងកូនគាត់ខ្លាំងណាស់អ្វីដែលយើងគួរធ្វើនោះគឺត្រូវរកទឹកស្អាតនិងចំណីល្អៗដើម្បីឲ្យមេឆ្មាគាត់បានញ៉ាំគ្រប់គ្រាន់ដែលអាចជួយឲ្យរាងកាយរបស់មេឆ្មាហ្នឹងគឺគាត់ផលិតទឹកដោះមកបានច្រើនល្អសម្រាប់កូនឆ្មាដែលមានសុខភាពល្អនោះទងផ្ចិតរបស់គាត់នឹងដាច់ហើយស្ងួតទៅដោយខ្លួនឯងនៅរយៈពេលពី2ទៅ4ថ្ងៃក្រោយពេលដែលគាត់កើតហើយបើកភ្នែកបានចន្លោះរយៈពេលពី9ទៅ15ថ្ងៃកូនឆ្មាអាចផ្ដាច់ដោះបានក្នុងរយៈពេល4សប្តាហ៍បន្ទាប់ពីអាយុគ្រប់4សប្តាហ៍ហើយយើងគួរតែរកចំណីតុនឬមួយក៏ចំណីសើមឲ្យកូនឆ្មាញ៉ាំដើម្បីឲ្យគាត់ស៊ាំនឹងចំណីឲ្យហើយក្នុងរយៈពេល6សប្តាហ៍ឡើងទៅទើបយើងអាចឲ្យកូនឆ្មាញ៉ាំចំណីគ្រាប់ឬមួយក៏ចំណីរឹងបាននៅពេលដែលកូនឆ្មាមានអាយុចាប់ពី8សប្តាហ៍ឬមួយក៏2ខែឡើងមានន័យថាវាជាពេលដែលកូនឆ្មាត្រូវទទួលការចាក់វ៉ាក់សាំងហើយដើម្បីការពារគាត់ពីជំងឺផ្សេងៗដែលអាចកើតឡើងនៅថ្ងៃអនាគតទាំងអស់នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាថ្ងៃនេះមានតែប៉ុណ្្នឹងឯងបាយបាយ